បាទសម្រាប់សំណាប់អារម្មណ៍ដែលយើងមើលឃើញអំពីការបើកក៏ដូចជាការកណនាប្រាក់ឈ្នួលជូនទៅដល់បងប្អូនកម្មករប្រមាណជាង3000នាក់នេះយើងឃើញថាកម្មករគាត់ទទួលយកដោយសេចក្តីរីករាយហើយមានស្នាមញញឹមចាប់ពីថ្ងៃទី22នេះទៅគឺគាត់ធ្វើឲ្យគាត់មានស្នាមញញឹមថ្មីហើយគាត់អាចទទួលបានអត្ថប្រយោជន៍ដែលមានការកណនាទៅតាមច្បាប់ស្តីពីការងារដែលក្រសួងគាត់បានជួយក្នុងការពន្លឿនក្នុងការកណនាជូនផ្ដល់ជូនទៅដល់បងប្អូនកម្មករយើងបាទសម្រាប់ជាក់ស្ដែងដូចជាបញ្ហាកើតឡើងនៅក្នុងក្រុមហ៊ុន YW នេះខ្ញុំមើលឃើញថាការអនុវត្តការងាររបស់ក្រសួងការងារគាត់ជួយពន្លឿនពីការបានន័យថាដំណាក់កាលនីមួយៗគាត់ធ្វើឲ្យមានភាពងាយស្រួលរហូតដល់កម្មករគាត់ទទួលបានអត្ថប្រយោជន៍ដោយដែលយើងឃើញនៅបច្ចុប្បន្ននេះចឹងបាទខ្ញុំសូមផ្ដាំទៅដល់បងប្អូនកម្មករថាដំណាក់កាលនៅក្នុងការបើកប្រាក់ឈ្នួលរបស់បងប្អូនឬក៏អត្ថប្រយោជន៍ផ្សេងៗនេះគឺមានការងាយស្រួលមានដំណាក់កាលមានការរៀបចំបានល្អសូម្បីតែជាក់ស្ដែងដែលយើងឃើញនៅខាងមុខចឹងមានការរៀបចំរោងដើម្បីជួយការពារកម្ដៅថ្ងៃមិនឲ្យបងប្អូនឈរហាលថ្ងៃហាលអីទេសម្រាប់ខ្ញុំផានបរិយជាប្រធានសហជីពការពារសិទ្ធិកម្មករហើយនឹងជាតំណាងកម្មករប្រមាណជា3753នាក់សូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលសម្ដេចបបហ៊ុនម៉ាណែតក៏ដូចជាអាដាមប្រធានក្រសួងការងារដែលគាត់បានជួយពន្លឿននៅក្នុងការដោះស្រាយជូនទៅដល់បងប្អូនកម្មករហើយយើងមើលឃើញថាស្នាមញញឹមបងប្អូនកម្មករ YW បានរះឡើងជាថ្មីហើយសូមថ្លែងអំណរគុណសូមឲ្យអាដាមលោកប្រធានសម្រាប់គ្រប់ភារកិច្ចទាំងអស់បាទ